ជំរាបសួរស្ដីអំពីទី1ដាក់ឡាយរួចបុករួចហាន់ជាចំណិតរួចយកចេញរួចបន្ថែមជាមួយម៉ូហ្សារ៉េឡារួចរុំបាកុនរួចដាក់ស៊ុបម្សៅនិងអំបិលរួចចៀនឲ្យជ្រៅរួចទទួលទានជាការស្រេចមុនដំបូងកាត់សាច់មាន់រួចដាក់អាហារមួយផ្នែកនិងឈីសរួចរុំរួចដាក់ក្នុងទូទឹកកករួចដាក់ម្សៅស៊ុបរួចដាក់បំពងស្ករសទឹកដោះគោរួចហើយច្របល់ចូលគ្នាទឹកដោះគោឆាអំបិលក្រហមរួចកាត់ផ្លែឈើចូលច្របល់ចូលគ្នារួចទទួលទានជាការស្រេចមុនដំបូងកាត់ដំឡូងបារាំងកាត់រួចដាក់ទឹករួចដាក់អំបិលពាក់កណ្ដាលនិងអំបិលក្រហមធម្មតាចិញ្ចឹមនិងម្ទេសនិងស្លឹកខ្ទឹមរួចច្របល់ចូលគ្នាឲ្យសព្វរួចដាក់ពងមាន់បំពងឲ្យឈ្ងុយរួចដាក់ស្លឹកខ្ទឹមចូលទទួលទានជាការស្រេចតើអ្នកនឹងញ៉ាំអាហារនេះទេ3 2 1ទៅដំបូងដាក់ស្រទាប់រួចបុករួចហាន់ជាបន្ទះរួចយកសំបកចេញរួចដាក់ប្រហិតសាច់គោរួចរុំប៊ីចេងរួចដាក់ស៊ុតម្សៅនិងអំបិលរួចបំពងឲ្យជ្រៅរួចទទួលទានជាការស្រេចមុនដំបូងកាត់សាច់មាន់ចូលរួចរុំជាចំណិតរួចដាក់ក្នុងទូទឹកកករួចដាក់ម្សៅចូលរួចដាក់ពងមាន់រួចដាក់បំពងរួចដាក់ទឹកដោះគោចូលរួចចាក់ទឹកដោះគោចូលអំបិលក្រហមរួចកាត់ផ្លែឈើចូលច្របល់ចូលគ្នារួចទទួលទានជាការស្រេចមុនដំបូងយកដំឡូងបារាំងមកកាត់រួចដាក់ទឹករួចដាក់អំបិលពាក់កណ្ដាលនិងអំបិលក្រហមធម្មតាថែទាំនឹងម្ទេសនិងស្លឹកខ្ទឹមរួចច្របល់ចូលគ្នារួចដាក់ពងមាន់បំពងរួចដាក់ពងមាន់បំពងរួចដាក់អំបិលចូលរួចដាក់ស្លឹកខ្ទឹមចូលទទួលទានជាការស្រេចដំបូងដាក់ដុតលេរួចកិនវារួចកាត់វារួចយកចេញរួចបន្ថែមជាមួយម៉ូហ្សារ៉េឡារួចរុំប៊ីចេងរួចដាក់ស៊ុតនិងម្សៅនិងអំបិលរួចចៀនឲ្យជ្រៅរួចញ៉ាំចូលចិត្តដែលពេញចិត្តសំណួរអំពីធ្វើពុតដុតលេរួចបុកវារួចកាត់វារួចយកចេញរួចបន្ថែមជាមួយម៉ូហ្សារ៉េឡារួចរុំបាចុនរួចដាក់ពងមាន់ម្សៅនិងអំបិលរួចចៀនវាឲ្យជ្រៅរួចញ៉ាំវាឲ្យឆ្ងាញ់យើងទទួលបានវេទិកាសម្រាប់របៀបក្រុមសម្រាប់ចម្លើយពេលនេះដល់ពេលដែលយើងត្រូវលើកវាឡើងដើម្បីចុះដៃពេលនេះវាជាការហូតបាត់បង់ការផ្សាយបន្តផ្ទាល់ជួបគ្នាពេលក្រោយហើយជួបគ្នាពេលក្រោយ